បាទសួស្តីបងប្អូនទាំងគ្នាអូខេថ្ងៃនេះយើងវិលជួបគ្នាវិញតាមការសន្យាបងប្អូនចាំមកពីវីដេអូមុនយើងបានតម្លើង Windows 11ទៅលើ PC ឬក៏ laptop ស៊េរីចាស់អូខេឥឡូវថ្ងៃនេះយើងនឹងធ្វើជំហានបន្ទាប់ទៀតគឺយើងទៅបិទប្រព័ន្ធ security protection មួយចំនួននៅលើ Windows 11ហ្នឹងអូខេនេះដូចបងប្អូនឃើញអញ្ចឹងខ្ញុំមានជាការតសេណូតទុកគឺមាន5ចំណុចដែលយើងត្រូវបិទណាឥឡូវយើងធ្វើតអស់គ្នាទី1តកតងទៅនឹង system update អូខេ system update នេះដែរខ្ញុំចង់បញ្ជាក់បងប្អូនចេះគឺការណាដែលយើងម៉ាស៊ីន PC ឬ laptop យើងមានអ៊ីនធឺណិតណាយើងមានអ៊ីនធឺណិតហើយពេលដែលមានអ៊ីនធឺណិតម៉ាស៊ីនយើងអនឡាញគឺ Windows 11នេះគឺវានឹងអូតូបានន័យថាវានឹងអូតូធ្វើការដោយខ្លួនឯងតកតងទៅនឹងវាទាញទិន្នន័យឬក៏ file system មួយចំនួនគ្រប់បែបគ្រប់យ៉ាងនិយាយទៅឲ្យតាមិនថាកម្មវិធីមិនថាប្រព័ន្ធ Windows ទេឲ្យតែត្រូវការ update គឺវានឹងទាញដោយខ្លួនឯងតែម្ដងអញ្ចឹងវាអាចជាហេតុមួយធ្វើឲ្យ PC របស់យើងដែលយើងជា PC ជំនាន់ចាស់ផងវាកាន់តែធ្វើការធ្ងន់អញ្ចឹងវាអាចរៀងយឺតណាបងប្អូនវាអាចរៀងយឺតអូខេឥឡូវខ្ញុំសូមបញ្យល់ប៉ុណ្ណឹងត្រួសហើយយើងទៅបិទទាំងអស់គ្នាអញ្ចឹងជំហានដំបូងគឺអូខេយើងចូលខ្ញុំសូមបិទនេះសិន system update អូខេហ្នឹងហើយអញ្ចឹងយើងចូលកន្លែង search នេះយើងវាយពាក្យថា service នេះវាយពាក្យថា service មកវាលោតនៅខាងលើនេះយើងចុចវាទៅហើយបងប្អូន scroll មកខាងក្រោមរកពាក្យថា Windows update នេះ Windows update នេះយើង double click ចូលវាមកហើយត្រង់កន្លែងនេះយើងចុចពាក្យថា stop ចុច stop មកអូខេហើយកន្លែងនេះយើងយកពាក្យថា disable ហើយចុច apply អូខេមកអូខេប៉ុណ្ណឹងទៅនេះវា disable ហើយបានថាប៉ុណ្ណឹងទៅគឺ Windows យើងទោះមានអ៊ីនធឺណិតមានអីក៏ប្រព័ន្ធ Windows update ហ្នឹងក៏វាលែង update ដែរហើយតើតើនឹងកម្មវិធីខ្លះដែលវាត្រូវ update វាមិនអាច update ដល់ខ្លួនឯងដែរលុះត្រាតែយើងចូលទៅ update ដល់ខ្លួនឯងអញ្ចឹងណាបងប្អូនអូខេឥឡូវជំហានបន្ទាប់ទី2គឺ Windows security អញ្ចឹង Windows security ហ្នឹងវាមាន2ចំណុចទៀតចំណុចទី1ទី2ក្រោមវាហ្នឹង Windows security ហ្នឹងគឺបងប្អូនចូលតាមនេះហើយយើងចុចទៅលើរូប icon នេះមកអូខេអញ្ចឹងចំណុចទី1របស់វានេះគឺ virus script នេះអញ្ចឹងយើងចូលអាហ្នឹងមកអូខេយើងចូលមកហើយចុចទៅលើពាក្យ manage setting នេះហើយត្រង់កន្លែង tick នេះបងប្អូនចុចបិទទាំងអស់បងប្អូន yes ដក yes ទាំងអស់មកបាទដកទាំងអស់ scroll មកក្រោមទៀតបាទយើងបិទទាំងអស់មកអូខេអស់ហើយអញ្ចឹងនៅមួយទៀតនេះយើងនៅ app ហើយ browser អញ្ចឹងយើងចេញមកវិញយើងចេញមកកន្លែង home នេះមកហើយចូលនេះ app browser control ហ្នឹងហើយយើងចូលកន្លែងនេះ smart app control setting នេះបងប្អូនចូលមកនេះកន្លែងនេះយើងយកពាក្យ off អូខេហើយចុច yes ហើយសួរមកអូខេប៉ុណ្ណឹងយើងរួចជំហានទី2ហើយឥឡូវយើងចូលទៅទី3ម្ដងអញ្ចឹងទី3នេះបងប្អូនចូលកន្លែងត្រង់កន្លែង search នេះយកពាក្យថាវាយពាក្យថា control panel នេះ control panel អញ្ចឹងបងប្អូនចុចពីលើវាមកពីលើវាហើយយើងចុចទៅលើ system and security ចុចពីលើមកហើយបងប្អូនចុចទៅលើនេះហើយចុចកន្លែង change user នេះហើយកន្លែងនេះយើងទាញចូលអស់ហើយចុច OK មក yes ហើយ back វាទៅវិញហើយ back ទៅវិញយើងមើលម្ដងទៀតបន្ទាប់មកនេះគឺនេះ Windows Defender Firewall ហ្នឹងហើយកន្លែងហ្នឹងយើងចុចពីលើវាមកហើយចូល change កន្លែងនេះយើង off turn off វាអស់មកអូខេ
ប៉ុណ្ណឹងទៅអញ្ចឹងវាលេងលោតទៀតហើយវាលេងលោតសួរយើងតាក់ទងទៅនឹង yes no ដូចយើងបើកកម្មវិធីអញ្ចឹងកន្លែងនៅមួយទៀតនៅតាក់ទងទៅនឹង disable smart screen អញ្ចឹងមាននេះអានេះខ្ញុំបង្កើតហើយខ្ញុំចង់បញ្ជាក់បងប្អូនតិចអានេះខ្ញុំបង្កើតហើយណាអានឹងជា file.reg file.reg ណាខ្ញុំបើកឲ្យមើលនេះ file.reg អានេះតាមពិតយើងត្រូវចូលកែវាឲ្យច្រើនតែអានេះដោយសារខ្ញុំបង្កើតវាជា shortcut ទេស្រួលយើងបើកបិទហើយតាក់ទងនឹង smart screen នេះដែរចាំខ្ញុំបង្ហាញបងប្អូនថាតាក់ទងនឹងការយើងបិទហ្នឹងវាយ៉ាងម៉េចហើយពេលវាដំណើរការយ៉ាងម៉េចឥឡូវឧទាហរណ៍ខ្ញុំបើកទៅលើកម្មវិធីនេះមួយនេះបងប្អូនគេឲ្យយើងបើកទៅវាត្រូវតែឆ្លងថា run ឬក៏មិន run អញ្ចឹងណានេះ smart screen ហ្នឹងគឺវា load protect ឲ្យយើងអញ្ចឹងណាអូខេឥឡូវចាំមើលវា load អញ្ចឹងហើយរាល់កម្មវិធី app ទាំងអស់ឲ្យយើងបើកមកគឺវា load សួរអញ្ចឹងណាឥឡូវនេះខ្ញុំធ្វើហើយហើយចាំមើលខ្ញុំចុច disable វាយើងចុច double click វាមកហើយយើងយក yes អូខេប៉ុណ្ណឹងទៅគឺយើង disable បិទវាហើយចុះឥឡូវយើងទៅបើកឡើងវិញចេញវាចេញមកហ្មងវាអត់មាន load សួរយើងទៀតទេអញ្ចឹងវាកាត់បន្ថយអាការរំខានរបស់យើងមួយចំនួនដែរតែចង់បញ្ជាក់បងប្អូនចេះតាក់ទងទៅនឹងការបិទឬក៏ disable តាក់ទងនឹង protection ធម្មតាការ protection ដែលគេធ្វើមកគឺវាល្អសម្រាប់ការពារទិន្នន័យឬឯកសាររបស់យើងហើយតែកន្លែងខ្លះមួយចំនួនគឺយើងបិទហ្នឹងគឺយើងបិទយើងដឹងដែរបើថាកាលណាយើងបិទទាំងអស់ហើយបងប្អូនតាក់ទងដូចនឹង Windows Defender នេះអញ្ចឹងវាជា Windows Security អញ្ចឹងបើកាលណាយើងបិទយើងអត់ចង់ប្រើប្រព័ន្ធរបស់ប្រព័ន្ធ Windows ណាវាច្រើនពេកខ្លាចវាលោតចាប់អញ្ញាយើងអញ្ចឹងទៅតាក់ទងនឹង app ឬក៏ software ខ្លះបងប្អូនយើងច្បាស់ខ្លួនយើងថា software ដែលយើងយកមកហ្នឹងវាអត់មានមេរោគមានអីទេតែវានៅតែ block នៅតែចាប់របស់យើងអញ្ចឹងណាអញ្ចឹងយើង set up តឡើងកម្មវិធីហ្នឹងរួចហើយអញ្ចឹងយើងត្រូវទាមទារបិទតែបើបងប្អូនបិទទាំងអស់ហើយយល់ល្អបងប្អូនគួរប្រើអង្គទីវីរុសណាដែលបងប្អូនជឿជាក់ដូចជា Kaspersky ដូចជាអីចឹងណាយើងទិញជា license មកយើងប្រើអាហ្នឹងគឺសុវត្ថិភាពហើយអាតាក់ទងទៅនឹង load របស់ Windows ដែលយើងធ្វើប្រមាណចំណុចកន្លងមកនេះគឺក៏វាអត់ load ទៀតដែរហើយម៉ាស៊ីនយើងក៏ដើរ smooth លឿនខ្ញុំតេស្តហើយខ្ញុំប្រើជាទម្លាប់គឺប្រើតែអញ្ចឹងទេតែនេះជាបទពិសោធន៍នឹងការចែករំលែករបស់ខ្ញុំទេតែបើបងប្អូនគិតថាបិទទៅវាមានហានិភ័យខ្លាចមេរោគចូលខ្លាចអីអានឹងជារឿងរបស់បងប្អូនអានឹងបងប្អូនមានសិទ្ធិសម្រេចក្នុងការបិទឬក៏មិនបិទអញ្ចឹងណាតែនេះខ្ញុំប្រាប់ព្រោះខ្ញុំគិតថា Windows 11យើងដើរលើ PC ដូច PC របស់ខ្ញុំនេះអញ្ចឹងវាជំនាន់ទី4ទេនេះបងប្អូនឃើញក្រោយ file ជំនាន់ទី4 Ray 20G ហ្នឹងហើយអញ្ចឹងខ្ញុំខ្លាចវាដើរយឺតដើរអីទៅយើងបិទមួយចំនួនទៅហើយខ្ញុំនឹងអាចរកកម្មវិធីអង្គទីវីរុសណាមួយដែលច្បាស់លាស់ខ្ញុំនឹង install ទិញជា license យើងប្រើវាតែម្ដងហើយប្រព័ន្ធនេះគឺខ្ញុំបិទអូខេឥឡូវយើងតទៅមុខទៀតមិញដល់ smart screen នេះឥឡូវអានេះខ្ញុំចុចបើកវិញអានេះខ្ញុំចង់បញ្ជាក់បងប្អូនថាខ្ញុំធ្វើជា shortcut ណា shortcut ដើម្បីយើងចេញចូលទៅវាលឿនបាច់ចូលទៅកែនៅក្នុង rigid អីវាយូរអញ្ចឹងណាឥឡូវឧទាហរណ៍អានេះខ្ញុំធ្វើបើកអញ្ចឹង enable វិញមកសាកបើកវិញអូខេអញ្ចឹងយើងទៅបើកមើលវាសួរទៀតអត់នេះវានឹងលោតចាប់ទៀតឃើញទេអញ្ចឹងបើយើងអត់ disable ទេយើងបើកកម្មវិធីអីក៏ដោយគឺវាលោតសួរអញ្ចឹងរហូតពេលខ្លះយើងមានអារម្មណ៍ថាដូចរំខានដែរណាឡើងរ៉ាន់ឡើងមិនរ៉ាន់ឡើងអីអញ្ចឹងបើយើងចង់ប្រើរ៉ាន់ហើយយើងប្រកាសចុចរ៉ាន់ហើយអញ្ចឹងចាំបាច់ទៅចុចពីរដងទៅទៀតយើងបិទវាចោលតែហ្មងទៅអូខេឥឡូវអានេះខ្ញុំបិទវិញ disable បិទអូខេហើយតាក់ទងទៅនឹងការបង្កើតអានេះដែរខ្ញុំនឹងប្រាប់បងប្អូនតាក់ទងទៅនឹងការបង្កើតនេះអត់ពិបាកទេបងប្អូន easy ស្រួលបងប្អូនต้องតែធ្វើតាមជំហានដែលខ្ញុំប្រាប់ទៅនេះខ្ញុំបានតែសេរួចអស់ហើយតាក់ទងទៅនឹងយើងថាជាកូដឬក៏រូបមន្តក៏ថាទៅហើយបងប្អូនអានេះ disable គឺយើងប្រើប៉ុណ្ណេះហើយ enable គឺយើងប្រើប៉ុណ្ណេះអញ្ចឹងប៉ុណ្ណេះគឺយើងបង្កើតបានមួយនេះហើយអានេះ
គឺយើងទុកបង្កើតដើម្បី enable វិញចឹងការធ្វើអូខេតោះឥឡូវយើងធ្វើទាំងអស់គ្នាការធ្វើអត់ពិបាកទេបងប្អូនត្រង់ right click មកហើយយើងយកtext document នេះហើយបងប្អូនទៅសេពាក្យថាឥឡូវខ្ញុំដោយសារពីលើនេះឥឡូវខ្ញុំសុំលុបអានេះចោលសិនហ្នឹងហើយខ្ញុំលុបចោលសិនកុំឲ្យវាធ្វើជាន់គ្នាអូខេអញ្ចឹងអានេះយើងបង្កើតហើយយើងបដូរឈ្មោះវាទៅខ្ញុំបដូរឈ្មោះវាទៅយើងដាក់ឈ្មោះវាថាដូចមិនអញ្ចឹងយើងដាក់ថា disable smart screen អញ្ចឹងមកអូខេហើយយើងបង្កើតមួយទៀតទៅហើយទៅបង្កើតមួយទៀតយើងដាក់ឈ្មោះថា enable វិញមក enable smart screen អូខេអញ្ចឹងយើងបានពីរនេះមកវិញហើយអញ្ចឹងយើងចូលអា disable មិនមកហ្នឹងហើយពេលខ្ញុំសុំទាញចេញមកក្រៅអូខេរួចហើយបងប្អូនទៅ copy ពាក្យនេះតាមនេះ disable នេះយើង copy វាមកហើយមកផាសនៅក្នុងរបស់យើងនេះមកអូខេប៉ុណ្ណឹងមកហើយយើង save as វាមកបាទ save as វាហើយយើងវាកតុយនេះបន្ថែមគឺដាក់ថា .reg ហើយយើង save វាមកអូខេនេះវាមកមួយហើយអូខេអញ្ចឹងអានេះខ្ញុំសុំបិទសិនហើយយើងបើក enable នេះម្ដងខ្ញុំទាញក្រៅចេះហើយយើងទៅ copy អា file enable នេះមកហើយយើងផាសនៅក្នុងនេះហើយ save ដូចគ្នា save as មកហើយកតុយយើងដាក់ .reg មកហើយយើង save ទៅអូខេនេះបានហើយបងប្អូននេះអញ្ចឹងខ្ញុំសុំបិទអានេះសិនអូខេអញ្ចឹងបានហើយអញ្ចឹងយើងសាកបើកកម្មវិធីនេះម្ដងទៀតលោមើលនេះវាដំណើរការវាអត់មានទេបានតែថាយើង disable ហើយឥឡូវខ្ញុំ enable ឡើងវិញ yes ហើយយើងបើកម្ដងទៀតមកនេះជាប់ហើយបងប្អូនឃើញទេជាប់ហើយអញ្ចឹងយើងបិទចោលខ្ញុំ disable វិញអញ្ចឹងវាងាយស្រួលវាជា shortcut យើងចុចតាមមួយប៉ឹកពីរប៉ឹកគឺវាដាច់តែម្ដងយើងមិនបាច់ចូលទៅតាមកែនៅក្នុង Regedit អីវែងឆ្ងាយទេហើយអានេះក្រោយពីយើងបង្កើតហើយបងប្អូនទុកទៅយើង save ទុកដាក់ flash ដាក់ក្នុង drive ដាក់កន្លែងណាទៅនៅពេលដែលយើងតឡើង Windows លកយតាក់ទងទៅនឹង Smart Screen ហ្នឹងគឺយើងតឡើងហើយយើងចុចផ្ដាច់វាទៅតាម shortcut ហ្នឹងហ្មងអញ្ចឹងវាងាយស្រួលហើយវាលឿនជាងឥឡូវយើងបើកម្ដងទៀតនេះដាច់ហើយបងប្អូនដាច់ហើយអូខេអញ្ចឹងយើងមើលបន្ទាប់អ្វីដែលយើងត្រូវធ្វើទៀតអស់ហើយបងប្អូនត្រឹមប៉ុណ្្នឹងទេអញ្ចឹងយើងបិទប៉ុណ្ណេះបានន័យថានៅពេលដែលយើងភ្ជាប់អ៊ីនធឺណិតក៏ Windows វាអត់អាប់ដេតដែរហើយតកតទៅនឹង Protect យើងបើកកម្មវិធី install software ដែលយើងយកពីខាងក្រៅពីមិត្តភ័ក្តិពីសាលាពីអីមកក៏ដោយតែយើងយកមកហ្នឹងខ្ញុំបញ្ជាក់ដូចខ្ញុំបញ្ជាក់ពីខាងលើអញ្ចឹងគឺយើងច្បាស់ទៅលើកម្មវិធីយើងដែរគឺកម្មវិធីដែលយើងល្អស្អាតអត់មានមេរោគមានអីតោងមកមួយអញ្ចឹងណាតែបើបងប្អូនបិទចេះហើយយល់ល្អបងប្អូនអាចទិញជាកម្មវិធី license ដើម្បី install ទៅដូចជា Kaspersky ដូចជាអ្វីជាកម្មវិធីផ្សេងៗដែលបងប្អូនស្គាល់ណាបងប្អូនអាចទិញជា license យើងដាក់ទៅដើម្បីជំនួសហើយតកតង protection ហើយការបិទ update បិទអីនេះក៏ដោយអានេះជាការប្រើនឹងបទពិសោធន៍របស់ខ្ញុំទេតែបើបងប្អូនគិតថាបិទទៅវាអាចមានហានិភ័យដល់ម៉ាស៊ីនបងប្អូនដល់អីបងប្អូនជាការសម្រេចចិត្តរបស់បងប្អូនអញ្ចឹងបងប្អូនអាចធ្វើការសម្រេចចិត្តបានថាបិទឬក៏មិនបិទនេះគ្រាន់ជាការចែករំលែកបទពិសោធន៍នៃការប្រើរបស់ខ្ញុំអូខេឥឡូវវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចាំវីដេអូបន្តទៀតខ្ញុំនឹងធ្វើតាក់ទងទៅនឹងការ activate Windows អូហ្នឹងហើយមួយទៀតមិញបងប្អូនខ្ញុំភ្លេចទៅនេះតាក់ទងទៅនឹងកូដនេះបងប្អូនអាចទៅ copy បាននៅក្រោម description ខ្ញុំនឹងដាក់វានៅក្រោម description បងប្អូនតោះតែ copy ហើយបង្កើតតាមអ្វីដែលខ្ញុំណែនាំខាងលើទៅបងប្អូនអាចធ្វើជា shortcut key disable នឹងបានដែរបងប្អូនអូខេ
ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយវីដេអូបន្ទាប់ខ្ញុំនឹងធ្វើតាក់ទងទៅនឹងការ activate Windows ព្រោះ Windows យើងនេះយើងអត់ទាន់បាន activate ទេតាំងពីយើងទៅឡើងមកឥឡូវវាជាជំហានទី2ទី1យើងទៅឡើងទី2យើងបិទ protection និង update មួយចំនួនទី3ខ្ញុំនឹងធ្វើការ activate អូខេចឹងបងប្អូនរងចាំមើលការ activate ទាំងអស់គ្នានៅវីដេអូបន្តទៀតអូខេឥឡូវខ្ញុំមានតែប៉ុណ្្នឹងទេអូខេបាយបាយជម្រាបលា